សុំតមកពិភាក្សាមុនប៉ុន្តែសុំចរចាជាមួយ admit សិនថាដូចដែលយើងដឹងអញ្ចឹងថាវិញ្ញាណរបស់តួប្រុសយើងនៅក្នុងរូបរាងតួស្រីហើយវិញ្ញាណរបស់តួស្រីយើងនៅក្នុងរូបរាងរបស់តួប្រុសប៉ុន្តែពេល admit សម្រាយ admit នឹងនិយាយថាតួប្រុសហើយនិងតួស្រីតែម្ដងស្រួលយល់ជាងចាក្រោយពីព្រះអង្គត្រូវបានមហេសីបខំឲ្យមកធ្វើការជំនួសជាអ្នកកាត់ក្តីនៅតុលាការដូចដែលដឹងអញ្ចឹងថានៅក្នុងរាងកាយរបស់ព្រះអង្គយើងគឺជាវិញ្ញាណរបស់ព្រះនាងឯងអញ្ចឹងគាត់អត់ចេះទេគាត់ចេះតែប្រើកម្លាំងហ្នឹងគាត់អត់ដឹងថាត្រូវធ្វើមិនកាត់ក្តីហ្នឹងបែបណាតែគ្រាន់តែចូលទៅដល់ភ្លាមតែឃើញនៅក្នុងរូបអញ្ចឹងគឺថាមានបពួកសហើយនឹងខៀវអញ្ចឹងទៅអញ្ចឹងគឺចំនួនកើតឡើងតែម្ដងហើយព្រះអង្គហាមមិនក៏អត់ស្ដាប់ដែរគឺតែពីឆ្លោះគ្នាអញ្ចឹងណាហើយព្រះអង្គយើងហាមអត់មើងម៉ាត់ដូចព្រះអង្គមែនតែណាបែបពនាងគាត់គឺជាអ្នកសម្របសម្រួលគ្រាន់តែប្រាប់ថាអូយចិត្តតិចប៉ុណ្ណឹងប៉ុន្តែអត់ដឹងដោះស្រាយមកទេប៉ុន្តែពេលនេះក៏នឹកដល់សម្ដីរបស់ប្រពន្ធណាប្រាប់ថាបើសិនជាដោះស្រាយអត់បានទេឲ្យពួកគាត់ឆ្លោះគ្នាទៅឆ្លោះហត់ទៅចាំយើងចាំដោះស្រាយតាមក្រោយក៏បានដែរហើយព្រះអង្គក៏ធ្វើដូចពនាងនិយាយអញ្ចឹងគឺថាដេកត្មងមើលគេឆ្លោះរហូតដល់ដេកទាំងពីរក្រុមឆ្លោះគ្នាឆ្អែតទៅក៏ហត់នឿយក៏ឈប់ឆ្លោះហើយក៏ហៅព្រះអង្គណាថាដោះស្រាយយ៉ាងម៉េចតែព្រះអង្គប្រាប់ថាអត់អីទេឲ្យទៅសភៅមកចាំគាត់ទៅដោះស្រាយនៅបរិយាដំណាក់របស់គាត់ហើយក៏ចាប់ក្តីរឿងហ្នឹងហើយអាម៉ាទាំងអស់ក៏ប្រាប់ថាខំស្ដាប់ខំទូលឡើងយូរប៉ុន្តែអត់បានចម្លើយអីសោះក៏បោះសភៅដាក់ឲ្យតែម្ដងយកទៅព្រះអង្គក្រោយពីបំពេញរាជកិច្ចហើយដូចឃើញសភាពរបស់ព្រះអង្គអញ្ចឹងគឺអស់កម្លាំងលហិតលហៃខ្លាំងមែនទែនរទៅទឹកផឹកតែម្ដងចាគ្រាន់តែចូលទៅដល់ដំណាក់ភ្លាមឃើញពនាងកំពុងកាន់តែផឹកកញ្ឆក់ចេញពីដៃហើយផឹកហើយគឺល្អហ្មងថាអូយហត់ណាស់ការងារហ្នឹងហត់ណាស់ទៅធ្វើខ្លួនឯងវិញទៅគាត់អត់ចង់ទទួលតំណែងនឹងទេសុំទៅធ្វើខ្លួនឯងទៅប៉ុន្តែពនាងក៏ប្រាប់ថាសាកសម័យមើលថាបើសិនជារូបរាងរបស់ពនាងនឹងទៅអង្គុយនៅបល្ល័ង្ករបស់ព្រះអង្គឲ្យកាត់ក្តីតើនឹងមានរឿងអីកើតឡើងហើយព្រះអង្គក៏សម័យទៅថាអាមាត្យទាំងអស់នឹងប្រកាសជាចង្អុលថាអូយមនុស្សស្រីហេតុអីឲ្យមនុស្សស្រីមកក្រុងរាជហេតុអីឲ្យមនុស្សស្រីមកដោះស្រាយបញ្ហាអីអញ្ចឹងបញ្ហានឹងកាន់តែធំជាងនឹងទៀតហើយព្រះអង្គក៏គិតឃើញក៏គិតថាអូយពិបាកខ្លាំងណាស់អត់ចង់ធ្វើទេតែពនាងក៏ប្រាប់ថានោះសភៅកំណត់ត្រាទាំងអស់មានសុំអានទាំងអស់ទៅតែវាច្រើនពេកហើយព្រះអង្គយើងគឺខ្ជិលណាគឺគាត់អត់ចូលចិត្តប្រើការគិតខួរក្បាលអីទេចូលចិត្តប្រើកម្លាំងអញ្ចឹងយកលេសរហូតដល់ពនាងក៏លន់មាត់ថាអូយស្រីកំជិលអើយដូចដែលដឹងអញ្ចឹងថាក្នុងរូបរាងរបស់ពនាងគឺជាវិញ្ញាណរបស់ព្រះអង្គទេអញ្ចឹងគាត់ក៏លន់មាត់ដែរថាស្រីកំជិលតមកទៀតក្នុងបរិយាដំណាក់ហ្នឹងគឺពនាងគឺកំពុងទៅសេកត់ត្រារៀនរហូតនឹងដោះស្រាយបញ្ហារបស់អាមាត្យមហាថ្លឹកអីចឹងទៅប៉ុន្តែផ្ទុយស្រឡះពីព្រះអង្គគឺដេកនៅលើគ្រែហ្មងពួកអីនឹងជាចរិតរបស់ពនាងយើងណាតើតក្រោកដឹងខ្លួនឡើងក៏សួរថាឥឡូវម៉ោងប៉ុន្មានហើយពនាងក៏ប្រាប់ថាម៉ោងស្មើនេះហើយព្រះអង្គក៏ប្រាប់ថាហួសម៉ោងអីម៉ោងហ្នឹងគឺត្រូវទៅជួបជាមួយព្រះមហេសីម្ដាយរបស់ស្ដេចហ្នឹងណាដែលតែងតែណាត់ជួបពនាងដើម្បីនិយាយនឹងបរៀនពីអត្តចរិតកុលស្ត្រីនិងចំណេះដឹងអីចឹងទៅអញ្ចឹងក៏ពេលនេះហើយជាពេលដែលព្រះនាងត្រូវទៅជួបជាមួយម្ដាយក្មេកហើយសង្គ្រាមក៏កើតឡើងម្ដងទៀតដែរគ្រាន់តែទៅដល់រាជដំណាក់របស់ម្ដាយក្មេកនឹងភ្លាមព្រះមហាក្សត្រយានីនឹងដែលជាម្ដាយក្មេកនឹងក៏រត់ទៅសួរកូនប្រុសថាមិនហើយកូនហើយកូននោះឡើងស្លន់ដោយសារតែកូននឹងគឺជាពនាងនៅក្នុងនឹងហើយសួរសុកតុកហើយភ្លាមគាត់ក៏ថាអត់អីទេម៉ែអត់អីទេប៉ុន្តែកសែភ្នែកម្ដាយក្មេកក៏ស្រឡឹងទៅកូនប្រសាស្រីដែលចងកំហឹងណាថាមិនក៏អត់ចេះមើលថែកូនគាត់អញ្ចឹងហើយថ្ងៃហ្នឹងមកយូរទៀតហើយពនាងរបស់យើងនឹងក៏ស្រឡឹងទៅមុខម្ដាយក៏ថាហេតុអីក៏ថាគាត់ខ្លាំងអញ្ចឹងហើយពេលហ្នឹងហើយដែលព្រះអង្គហ្នឹងក៏មកជួយទៀតហើយចូលមកសម្របសម្រួលអ្នកទាំងពីរកុំឲ្យឈូសគ្នាហើយប្រាប់ថាអូគាត់មកយឺតនឹងដោយសារយប់មិញដាក់ជ្រុលពេកក៏រាយរាប់អីចឹងណារហូតម្ដាយគាត់ហ្នឹងសម័យឃើញថាអ្នកទាំងពីរមាន something អីមួយគ្នាចឹងទៅរហូតដល់ឆ្លក់តែប៉ុន្តែព្រះអង្គរបស់យើងក៏នៅថាអត់អីទេអញ្ចឹងណាហើយបើមើលទៅពនាងយើងវិញក៏គាត់ភ្ញាក់ផ្អើលដូចគ្នាពីព្រោះអីគឺព្រះអង្គចូលមកការពារគាត់ដែលកន្លងមកគាត់អាចការពារពនាងទេពេលពនាងមានបញ្ហាជាមួយម្ដាយក្មេកព្រះអង្គដែរចេញគឺអត់ខ្វល់ណាប៉ុន្តែផ្ទុយស្រឡះពីពនាងគឺខ្វល់មែនទែនរត់ចូលមកជួយដោះស្រាយបញ្ហាអញ្ចឹងគាត់ចាប់ផ្ដើមទុនចិត្តហើយក្រោយពីជួបជាមួយនឹងម្ដាយក្មេកហើយអ្នកទាំងពីរក៏ត្រឡប់ទៅដំណាក់តែដំណាក់ហ្នឹងគេទៅរៀនពីច្បាប់អីចឹងទៅហើយព្រះអង្គនៅក្នុងរាងកាយរបស់ពនាងហ្នឹងបាននាំពនាងហ្នឹងមកកាន់ដំណាក់កន្លែងហ្នឹងគឺគេរក្សាទុកឯកសារសម្រាប់រៀនសូត្រពីច្បាប់អីរបស់ព្រះមហាក្សត្រអីអញ្ចឹងណា
ដែលដឹងអញ្ចឹងថាព្រះអង្គអត់សូវទុកចិត្តពនាងទេដែលពនាងជាគ្រួសារតបហើយក៏គាត់គិតថាពនាងនឹងរៀបការមួយទ្រង់នឹងគឺចង់បានរាជអំណាចរបស់ទ្រង់អីអញ្ចឹងណាក៏លួចគិតក្នុងចិត្តថាបើសិនជាពនាងនឹងដឹងពីផ្លូវក្នុងឬក៏ឯកសាររបស់ព្រះរាជវាំងច្បាប់ព្រះរាជវាំងអញ្ចឹងអាចនឹងមានល្បិចកិច្ចកលអីក៏ថាបានពេលហ្នឹងពនាងដែលនៅក្នុងរាងកាយរបស់ព្រះអង្គហ្នឹងក៏គិតដឹងតន់ថាព្រះអង្គកំពុងគិតអីបានត្រឹមតែសើចហេះហើយអ្នកទាំងពីរក៏សម្រេចចិត្តថាឲ្យព្រះអង្គនឹងរៀនពីច្បាប់អីអញ្ចឹងទៅស្រួលទៅធ្វើការជំនួសត្រង់ពេលកាត់ក្តីឲ្យពួកអាមាត្យដោះស្រាយបញ្ហាអីអញ្ចឹងប៉ុន្តែដូចដែលឃើញអញ្ចឹងគឺព្រះអង្គយើងគឺខ្ជិលមែនតែនអានសភៅអានចង់តែដេកឲ្យទៅប៉ះសភៅគឺចង់តែដេកតែម្ដងអត់ចង់ធ្វើអីទេផ្ទុយស្រឡះពីពនាងគឺអង្គុយដោះស្រាយទៅសេកត់ដោះស្រាយរហូតដល់យប់ឡើងអ្នកទាំងពីរក៏ផ្ទុំជាមួយគ្នាដែលរាល់ដងអ្នកទាំងពីរដែលផ្ទុំជាមួយគ្នាតែលើកនេះគឺផ្ទុំជាមួយគ្នាតែដូចដែលឃើញក្នុងរូបអញ្ចឹងពនាងដែលនៅក្នុងរាងកាយរបស់ព្រះអង្គនឹងក៏សួរថាមិនក៏ទ្រង់មកផ្ទុំអីនៅចិត្តខ្ញុំអញ្ចឹងហើយព្រះអង្គក៏កលេចទៅមើលមុខពនាងស្រាប់តែមើលសលឹងចុះសលឹងឡើងអៀនគ្នាហើយព្រះអង្គដែលនៅក្នុងរាងកាយពនាងហ្នឹងក៏ពោលឡើងថាឆាប់ចុះទៅដេកនៅខាងក្រោមទៅក៏មើលមុខត្រង់ហើយពនាងយើងក៏តបវិញភ្លាមថាឃើញអត់ថាមុខខ្លួនឯងអាក្រក់ប៉ុណ្ណាដល់ខ្លះអត់អាចទទួលយកមុខខ្លួនឯងបានណាត្រីហ្នឹងក៏កន្លងផុតទៅរហូតដល់ព្រឹកឡើងស្នំរបស់ព្រះអង្គហ្នឹងក៏បានមកជុំគ្នាហើយក៏គេរកដំណោះស្រាយអីអញ្ចឹងណាថាធ្វើមិនទៅព្រះអង្គឮថាអត់ចេញពីដំណាក់ទេនៅតែជាមួយមហេសីនឹងឯងអញ្ចឹងរកនឹករហូតដល់អ្នកបម្រើត្រង់អីនាំគ្នាបញ្ចេញគំនិតអីអញ្ចឹងណាថាអូយឮថាប៉ះពាល់ដូរកៅឲ្យគ្នាទៀតណឥឡូវអញ្ចឹងទៅគាត់ក៏រកល្បិចធ្វើយ៉ាងណាឲ្យពនាងហ្នឹងមានកំហុសអីមួយដែលធ្វើឲ្យព្រះអង្គនឹងអត់ចាប់អារម្មណ៍ចូលចិត្តជាមួយនៅក្បែរពនាងទៀតព្រឹកឡើងក៏ពនាងរបស់យើងក៏ទៅជួបម្ដាយក្មេកនឹងឯងហើយក៏ត្រូវបានស្នំនឹងជួចឲ្យមិនឈប់មិនឈរណាធ្វើមិនឲ្យកូនប្រសានឹងម្ដាយក្មេកគេជ្រុះគ្នារហូតទៅប៉ុន្តែដូចតែដឹងអញ្ចឹងថានៅក្នុងរាងកាយពនាងយើងគឺព្រះអង្គហ្នឹងឯងគឺព្រះអង្គមានប្រាជ្ញាខ្លាំងមែនតើអត់ចាក់អត់ចូលតែម្ដងចាថាមិនគឺដាក់ទៅវិញរហូតម្ដាយក្មេកហ្នឹងប្រាប់ថាឆ្លើយខ្លាំងណាស់ហ៊ានតមាត់នៅមុខគាត់អីអញ្ចឹងទៅហើយព្រះអង្គក៏សុំទោសម្ដាយក្មេកណាហើយស្រីស្នំហ្នឹងគឺពេញចិត្តម្ដាយក្មេកដែរគឺកាន់ជើងគ្នាគឺដាក់ឲ្យពនាងវិញទៀតឲ្យព្រះមហាក្សត្រកញ្ញានីហ្នឹងមានការមោម៉ៅខឹងជាខ្លាំងហើយពេលហ្នឹងហើយដែលនាងបម្រើរបស់ពនាងហ្នឹងរត់ទៅហៅព្រះអង្គហើយក៏ទូលថាសូមទៅជួយពនាងផងព្រោះឥឡូវត្រូវព្រះមហាក្សត្រកញ្ញានីដាក់ពិន័យអីចឹងទៅហើយព្រះអង្គយើងក៏គិតថាអូយដាំទឹកស្រស់របស់ពនាងអីចឹងហើយគាត់ថាអូយអត់បានទេត្រូវទៅជួយព្រោះនោះជារូបកាយរបស់គាត់ហើយពេលហ្នឹងក៏បើត្រូវទៅជួយផ្ទាល់ក៏មិនកើតតែពេលហ្នឹងក៏គប់ជួនប្អូនប្រុសរបស់ព្រះអង្គហ្នឹងក៏បានមកអូនប្រុសរបស់ព្រះអង្គហ្នឹងគឺមានអត្តចរិតខុសគ្នាពីព្រះអង្គខ្លាំងណាស់អត់មើងម៉ាត់អីទេគឺចិត្តលេងសើចរុះរាយហើយក៏ចូលចិត្តស្រីស្រាលបែងអីអញ្ចឹងណាតែបែបចរិតក្មេងតូចកូនបើចរិតអញ្ចឹងលើកនេះក៏មកទូលប្រាប់ថាអូយសូមជួយគាត់ផងអីអញ្ចឹងគាត់ចង់បានលុយហើយព្រះអង្គក៏ប្រាប់ថាចង់បានលុយចង់បានប្រមាណគាត់ឲ្យលុយនឹងអត់អីទេប៉ុន្តែគាត់ក៏នឹកឃើញថាព្រះមហាក្សត្រយានីគឺស្រឡាញ់កូនពៅខ្លាំងណាស់ពួកអីរុះរាយបកែយកចិត្តអីចឹងទៅហើយក៏ប្រាប់ថាបានចង់បានប៉ុន្មានក៏ទ្រង់ឲ្យដែរប៉ុន្តែឲ្យទៅជួយយកមហេសីរបស់ទ្រង់នឹងពីរាជដំណាក់របស់ព្រះមហាក្សត្រយានីដែលជាម្ដាយគាត់នឹងទៅហើយប្អូនប្រុសគាត់ក៏អរខ្លាំងមែនតើប្រាប់បានចាំគាត់ទៅយកវិញចាំគាត់ទៅយកតែមុនទៅយកហ្នឹងប្អូនប្រុសក៏ឆ្លៀតប្រអាប់ព្រះអង្គថាអត់ដែលដឹងសោះថាឥឡូវចេះស្រឡាញ់ប្រពន្ធថ្នាក់ថ្នមបើពុទ្ធបារម្ភពីប្រពន្ធអីនេះបានហើយចាំគាត់ទៅយកហើយព្រះអង្គក៏អៀនដោយសារអីរាល់ដងគឺស្ដេចអត់ដែលខ្វល់ពីប្រពន្ធទេតែនេះគឺចេះខ្វល់ណាតែដូចដែលយើងដឹងអញ្ចឹងថានៅក្នុងខ្លួនព្រះអង្គគឺពនាងតែងតែព្រួយបារម្ភពីព្រះអង្គរហូតផ្ទុយស្រឡះពីព្រះអង្គដែលអត់យកចិត្តទុកដាក់នឹងពនាងចាប់ត្រឹមនេះសិនសូមរងចាំភាពបន្ត